ឥឡូវខ្ញុំទៅមកតង់ទៀតហើយខ្ញុំមានសំណួរច្រើនប្រធានបទពាក់ព័ន្ធនឹងការ introduction បងប្អូនយើងសួរច្រើនថ្ងៃហ្នឹងមានគេសួរថ្ងៃរឿង research ហ្នឹងខ្ញុំចង់បង្ហាញអំពី Nikkei bot ហើយនឹងអត្ថបទ Celsius ព្រោះមានបងប្អូនយើងខ្លះគាត់ធ្វើ Nikkei bot គាត់ធ្វើចប់ហើយគាត់មិនដឹងបោះពុំមិនគាត់យល់ថា Nikkei bot ហើយនឹងអត្ថបទ Celsius វាខុសគ្នាមិនអីមិនអញ្ចឹងតែពេលវាដូចតែគ្នាទេតែវាខុសគ្នាគេ same but different ដូចគ្នាមិនវាត្រូវមាន background ដូចគ្នាអញ្ចឹងនេះមាន problem statement នឹងស្មើ research problem ដូចគ្នាមាន aim នឹងអានេះក៏ aim ដែរមាន question អានេះក៏ question ដែរមានសារៈសំខាន់នៃការសិក្សានឹងអានេះក៏អាចមានឬក៏អត់ក៏បានហើយមាន overview of the thesis គេហៅមុននឹងបញ្ចប់ introduction យើងត្រូវប្រាប់គេថាតើ Nikkei bot មួយនិយាយពីអីអញ្ចឹងណាអត្ថបទ Celsius ក៏មាននឹងដែរ structure of the article អានេះមាន6អានេះមានតែ5ទេមូលហេតុអីដោយសារក្នុង Nikkei bot គេញែកអានឹងដាច់ពីគ្នាសាវតាមកតង់ទៅបញ្ហា Celsius មួយទៅគោលបំណងនៃការ Celsius មួយ problem មួយ heading 1.1 1.2 1.3 អញ្ចឹងទៅ significant overview ពេលខ្លះគេមាន definition of key term មានស្អីក្នុងនេះ scope limitation អីយ៉ាងណាតែអានោះអត់មានប្រមាណទេអញ្ចឹងឧទាហរណ៍ប៉ុណ្ណឹងពេលយើងមកសរសេរអត្ថបទ Celsius គឺដូចតែគ្នាទេគ្រាន់តែយើងអត់មាន 1.1 1.2 យើងសរសេរយកហ្មងវាបញ្ចូលនៅក្នុងអត្ថបទទាំងមូលហ្មងណាគ្រាន់តែវាអត់មាន 1.1 1.2 អញ្ចឹង background ក៏ត្រូវមានដែរបង្ហាញ background ហើយយើងត្រូវព្យាយាមរកមើលបញ្ហានៅក្នុងរឿងហ្នឹងរឿងប្រធានបទហ្នឹង background ទូទៅ background នោះសំដៅទៅលើគេហៅថាស្ថានភាពទូទៅពាក់ព័ន្ធនឹងប្រធានបទហ្នឹងណាដូចខ្ញុំបានលើកឡើងរឿង digital education យើងត្រូវនិយាយទូទៅរឿង digital education នៅក្នុងសកលលោកក្នុងប្រទេសកម្ពុជាហើយបានចាប់ដើមទៅបញ្ហាអីនៅក្នុងរឿង digital education ដែលយើងចង់សិក្សាបញ្ហាប្រឈមក្នុងការអនុវត្ត digital education បញ្ហាសិស្សការស្វែងយល់ការគេហៅទស្សនៈរបស់គាត់ចំពោះរឿង digital education ឬក៏បញ្ហារឿងការអនុវត្ត digital education នៅក្នុងសាលាមួយមិនដឹងថាវាម៉េចស្អីក៏ដោយមករឿង digital education មួយចង់លើកបញ្ហានៅក្នុងវិទ្យាល័យក៏បានក្នុងសាកលវិទ្យាល័យក៏បានទូទៅក៏បានអីក៏បានរកឲ្យបានបញ្ហាមួយហើយបានយើងបញ្ជាក់ពីគោលបំណងនៃការសិក្សាហើយយើងលើកជាសំណួរមកសិក្សាចុងក្រោយបង្ហាញថាការសិក្សាសំខាន់ឬក៏បង្ហាញថាការសិក្សានឹងវាផ្ដោតទៅលើអីខ្លះបន្ទាប់ពីហ្នឹងអញ្ចឹង5ចំណុចហ្នឹងតែ5ចំណុចហ្នឹងបើប្របែកទេបើអត់ប្របែកវាស្មើនឹងអានេះ5នោះស្មើ3នេះដែលនេះអញ្ចឹង5ស្មើ3អញ្ចឹងណាហ្នឹងហើយអញ្ចឹងក្នុង background នេះស្មើទី1ហើយ problem អាទី2ហា3 4 5ហ្នឹងតែមួយទេ3 4 5ហ្នឹងវាស្មើនឹងអានេះ occupying a niche នេះព្រោះក្នុងនោះមាន2រឿងទី1គឺបង្ហាញពីគោលបំណងទី2បង្ហាញពី structure នៃអត្ថបទអញ្ចឹងណានេះ3នេះអញ្ចឹងបើយើងមើលតាម model របស់គេគឺមាន3 background នេះបញ្ហា Celsius គោលបំណងនៃការសិក្សា Celsius បូកជាមួយនឹងរចនាសម្ព័ន្ធនៃអត្ថបទនឹងថាតើអត្ថបទនឹងនិយាយពីអីខ្លះអញ្ចឹងពេលសរសេរ introduction បងប្អូនយើងព្យាយាម cover 3រឿងនោះឲ្យបានទៅចប់ហើយរឿងទី1គឺ background ទូទៅសាវតាទូទៅរឿងប្រធានបទហ្នឹងរឿងទី2បញ្ហា Celsius មួយនៅក្នុងរឿងហ្នឹងហើយត្រូវដឹងថាបញ្ហា Celsius មានច្រើនណាគាត់លើកតែមួយនៅក្នុងរឿងហ្នឹងមកបានហើយព្រោះរឿងមួយអាចមានបញ្ហា Celsius 10ហ៎អញ្ចឹងយើងមិនអាចទៅធ្វើ10ក្នុងពេលតែមួយបានយើងធ្វើមួយម្ដងអញ្ចឹងណាដូចឧទាហរណ៍ខ្ញុំតែបើយើងធ្វើ Nikkei bot វិញគឺយកពី3មកធ្វើព្រោះបើ paper គេយកតែរឿងតែមួយយកមកធ្វើខ្ញុំឧទាហរណ៍ថាការខ្ញុំធ្វើ Nikkei bot PhD ខ្ញុំរឿងរបស់ខ្ញុំគឺរឿងការស្រាវជ្រាវរបស់សាស្ត្រាចារ្យនៅកម្ពុជាការស្រាវជ្រាវរបស់សាស្ត្រាចារ្យនៅកម្ពុជាគឺ background ទូទៅរឿងទូទៅអញ្ចឹងខ្ញុំនិយាយថាការស្រាវជ្រាវរបស់សាស្ត្រាចារ្យនៅកម្ពុជាបច្ចុប្បន្នហ្នឹងវានៅមានកម្រិតដោយសារតែមិនសូវមានអ្នកបោះពុម្ពមិនបានទេទោះបីជាមានការចំណាប់អារម្មណ៍រឿងបោះពុម្ពចាប់តាមកើនក៏ដោយក៏ប៉ុន្តែបើយើងប្រៀបធៀបទូទៅ research អីគឺវានៅមានកម្រិតវានៅតិចអីទេទូទៅហ្នឹងបច្ចុប្បន្នទូទៅហើយខ្ញុំលើកបញ្ហា
បញ្ហាហ្នឹងយើងចាប់ដើមលីងរឿងសាវជាវសារៈសំខាន់វាទៅនឹងសង្គមទៅនឹងអីហើយនឹងការដែលគ្រូមិនសូវធ្វើអីចឹងយើងព្យាយាមលើកអាហ្នឹងជាបញ្ហាហើយបានយើងបង្ហាញពីគោលបំណងតែដោយសារគេធ្វើដល់ PhD គោលបំណងគេឲ្យបាន2 3យើងទៅដោយសារវាមានត្រូវមានច្រើនមានតែមួយចឹងណាព្រោះកាលនោះខ្ញុំធ្វើ3មានគោលបំណង3ទី1អឺចង់ដឹងថាតើរឿងស្រាវជ្រាវហ្នឹងសាស្ត្រាចារ្យនៅកម្ពុជាក៏គិតថាម៉េចពេលគេនិយាយរឿងស្រាវជ្រាវគាត់យល់ថាម៉េចរឿងស្រាវជ្រាវហ្នឹងទី1ទី2ពាក់ព័ន្ធរឿងស្រាវជ្រាវហ្នឹងគាត់ធ្វើម៉េចគាត់មានធ្វើការស្រាវជ្រាវដែរឬក៏អត់ទី2ទី3តើមានអីដែលធ្វើឲ្យគាត់អត់ចង់ធ្វើការស្រាវជ្រាវហើយនឹងមានអីធ្វើឲ្យគាត់ចង់ស្រាវជ្រាវអញ្ចឹងខ្ញុំមាន3សំណួរហ្នឹងការខ្ញុំធ្វើ PhD ណាទី1ប្រធានបទខ្ញុំរឿងស្រាវជ្រាវរបស់សាស្ត្រាចារ្យគ្រូបង្រៀននៅតាមសាកលវិទ្យាល័យអញ្ចឹងខ្ញុំក្នុងហ្នឹងបញ្ហាគឺយើងលើកឲ្យថាគ្រូសាកលវិទ្យាល័យនៅកម្ពុជាមិនសូវធ្វើ research ទេយើងតែយើងលើកហ្នឹងមិនចេះថាយើងទៅរកមើល research ណាផ្សេងៗយកមកគ្រប់គ្រងអញ្ចឹងទៅតែមកទៅខ្ញុំបង្ហាញថា research problem យើងបង្កើតវាយ៉ាងម៉េចវាមានរបៀបបង្កើតរបស់វាណាយើងបង្កើត research problem ឃើញថាគ្រូនៅកម្ពុជាអត់សូវធ្វើ research អញ្ចឹងខ្ញុំចាប់ដើមលើកជាគោលបំណងខ្ញុំមានគោលបំណង3ទី1តើគាត់យល់យ៉ាងម៉េចពេលនិយាយរឿងស្រាវជ្រាវទី2តើគាត់ចាប់គេហៅថាចូលរួមធ្វើការស្រាវជ្រាវយ៉ាងម៉េចហើយទី3មានអីធ្វើឲ្យគាត់ចង់ស្រាវជ្រាវហើយមានអីធ្វើឲ្យគាត់មិនចង់ស្រាវជ្រាវគេ challenges ហើយនឹង opportunity អីចឹងទៅអញ្ចឹងខ្ញុំមានសរសេរ question 3ទៅទី1តើពេលគេនិយាយរឿងស្រាវជ្រាវគាត់យល់ថាម៉េចទី2ពេលគេធ្វើការរឿងការធ្វើការស្រាវជ្រាវរបស់គាត់ធ្វើមិនម៉េចទី3មានអីកត្តាអីធ្វើឲ្យជំរុញឬក៏រាំងស្ទះរាំងខ្ទប់គាត់ក្នុងការធ្វើ research អញ្ចឹង3សំណួរខ្ញុំធ្វើបាន PhD មួយចប់បានសញ្ញាបត្របាត់គេដែរអញ្ចឹងតែបើយើងសរសេរ paper យើងកុំយកតែ3សំណួរហ្នឹង3ហ្នឹងក៏បានគ្រាន់តែ paper យើងអាចធ្វើដោយ PhD អញ្ចឹងគ្រាន់តែយើងធ្វើតិចធ្វើទួចណា data តិចវិភាគតិចទួចទៅបានមក paper អញ្ចឹង paper ខ្លះពេលយើងសរសេរមាន3សំណួរពេលខ្លះទៀតមានតែ1សំណួរពេលខ្លះមាន2អញ្ចឹងខ្ញុំជាទូទៅខ្ញុំ recommend ថាបើធ្វើអីមួយធ្វើ research មួយបើ recap bot អីចឹងទៅមិនបាច់ធ្វើច្រើនពេកធ្វើតែ3សំណួរបានហើយ1ពី3 paper 1សំណួរយក3ហ្នឹងយកមួយមកធ្វើអញ្ចឹងណាអញ្ចឹងក្នុង introduction គោលបំណងរបស់យើងគឺមាន13ហ្នឹងទេដល់សាវតាលើកបញ្ហាលើកគោលបំណងហើយចុងក្រោយបង្ហាញថាតើអត្ថបទហ្នឹងនិយាយពីអីធ្វើប៉ុណ្ណឹងបានគឺគ្រប់អត្ថបទទាំងអស់ឲ្យយើងសរសេរឬយើងចាប់គេហៅកលឹះវាបានណាដូចឥឡូវខ្ញុំចង់សរសេរ paper លើប្រធានបទអីក៏ដោយស្អីក៏ដោយគឺខ្ញុំដើរតែ3ផ្លូវហ្នឹងទេ3តែនេះខ្ញុំចែកចេញជា5ដោយសារខ្ញុំប្រវែកវាតូចៗណាយើង flow តាមហ្នឹងឥឡូវkey element ហ្នឹងឯងអានេះខ្ញុំចង់និយាយដែរព្រោះខ្ញុំបរៀនពីដើមមកខ្ញុំយកតែហ្នឹងយកទៅបរៀនទេ stay paper ណាក៏ដោយគឺសូមឲ្យបាន4រឿងហ្នឹងតែ4រឿងនេះវាស្មើមកពី3គ្រាន់យើងប្របែកណាឥឡូវឧទាហរណ៍ទី1 background អ្នកឯងទៅសេរឿងអីក៏ដោយត្រូវដំបូងមកអស់ត្រូវនិយាយពី background នៃរឿងហ្នឹងនេះ provide current situation general observation about the topic យើងផ្ដល់ព័ត៌មានទូទៅរឿងប្រធានបទហ្នឹងថាតើឥឡូវហ្នឹងវាមិនម៉េចហើយទូទៅយើងមើលឃើញថាវាមិនម៉េចហើយមិន observation មិនរបៀបថាយើងនិយាយតែរឿងអ្វីយើងឃើញទេគឺយើង observe ហ្នឹងគឺបទពិសោធន៍យើងផងការដែលយើងអានអត្ថបទស្រាវជ្រាវផ្សេងគេថាមិនអីមិនចឹងណាបានថាគ្រប់រឿងទាំងអស់ដែលយើងសរសេរហ្នឹងគឺត្រូវមានឯកសារគាំទ្រ current situation ហ្នឹងក៏ដោយស្អីក៏ដោយអញ្ចឹងណាឧទាហរណ៍ថារឿង PhD នៅខ្មែរចោះព្រោះឥឡូវគេពងផ្ទុះរឿងគេពង្រឹងគុណភាព PhD អញ្ចឹងយើងត្រូវនិយាយពី current situation ឥឡូវមិន current situation ហ្នឹងគឺវានៅមានសាលាខ្លះគាត់មាន PhD តែអត់មានគុណភាពប៉ុន្តែក្រសួងកំពុងតែពង្រឹងគុណភាពដោយមានចេញជាសេចក្តីណែនាំឬក៏មានគោលការណ៍នេះគោលការណ៍នោះអីចឹងទៅអាហ្នឹងហើយជា current situation យើងនិយាយទាំងពីរនិយាយទាំងរឿងដែលក្រសួងឬក៏សាលាគាត់ព្យាយាមពង្រឹងសមត្ថភាពស្របពេលហ្នឹងក៏មានអត់គុណភាពក៏នៅក្នុងហ្នឹងដែរ
ចឹងហ្នឹងជា general observation ជា current situation បើយើងចូលបញ្ហា identify the problem research gap or raise a question ចូលបញ្ហាភ្លាមពួកខ្ញុំហងៃពងចង់ធ្វើ research មួយរឿង PhD នៅខ្មែរហ្នឹងគាត់ថាចង់វាចូល2 3ខែគាត់ថាធ្វើអត់ចេញចឹងខ្ញុំលើកនឹងមកនិយាយហ្មងទៅបញ្ហាអីគេរឿង PhD បញ្ហាយើងលើកចំណុចទី1ថានៅក្នុងបរិបទថ្មីនេះដែលក្រសួងចាប់ដើមពង្រឹងគុណភាព PhD ហ្នឹងយើងគួរតែស្វែងយល់ពីរឿងហ្នឹងមានការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងរឿងហ្នឹងដោយសារឥឡូវអត់ទាន់មានអ្នកសិក្សាពីរឿងនោះទេឧទាហរណ៍ណាយើងលើកថាមានការសិក្សាមានការសរសេរពីរឿង PhD នៅស្រុកខ្មែរដែរនេះនោះអីដែរក៏តែមិនទាន់មានការសិក្សាណាមួយជាក់លាក់ស្វែងយល់អំពីបញ្ហាឬក៏ដំណោះស្រាយក្នុងការធ្វើម៉េចពង្រឹងគុណភាព PhD នៅកម្ពុជាទេឃើញទេអាហ្នឹងបញ្ហាហើយបញ្ហាអីគេបញ្ហាគឺវាអត់ទាន់មានអ្នកសិក្សាពីរឿងហ្នឹងដោយសាររឿងនោះរឿងថ្មីរឿង20-30 ឆ្នាំមុនយើងអត់និយាយតែឥឡូវនេះក្រសួងកំពុងតែដុតដៃដុតជើងក្នុងការពង្រឹងគុណភាពដោយសារមានអនុសាសន៍ពីលើមកអញ្ចឹងណាហើយយើងទាំងអស់គ្នាឃើញពីបញ្ហាសង្គមដែរអញ្ចឹងទៅអញ្ចឹងយើងលើកថារឿងថ្មីអត់ទាន់មានអ្នកសិក្សាអញ្ចឹងហើយបានយើងមកសិក្សាពីរឿងហ្នឹងឃើញទេអញ្ចឹងយើងរកឃើញ problem មួយហើយឬក៏ gap របស់យើងហើយគឺរឿងនៅក្នុងសង្គមមួយដែលកំពុងកើតឡើងប៉ុន្តែអត់ទាន់មានអ្នកសិក្សាពីរឿងហ្នឹងឲ្យបានច្បាស់លាស់ថាពីម៉េចហើយអា gap ហ្នឹងយើងចង់គេសិក្សាហើយក៏យើងរក gap ឃើញដែរ gap មានពីរអា gap មួយគឺ gap ធំហ្មងមាននរណាសិក្សាសោះហ្មងរឿងហ្នឹង gap មួយទៀតគឺទូចទេមានគេសិក្សាហើយប៉ុន្តែមានអាចំណុចមួយនេះអត់មានអ្នកសិក្សាឃើញទេអញ្ចឹងសួរថាយើងលើកបញ្ហាស្រាវជ្រាវនឹងលើកមិនមែនតើអត់មានអ្នកសិក្សាសោះបើយើងទៅសិក្សាទេអត់ទេយើងមានពីរជំរើសយកប្រធានបទមួយដែលអត់មានអ្នកសិក្សាសោះហើយពាក្យថាអត់មានអ្នកសិក្សាសោះហ្នឹងមិនមែននៅស្រុកគេអត់មានទេណាគឺយើងនិយាយនៅកម្ពុជាយើងពួកនៅគេធ្វើឆ្អែតគេធ្វើគេលែងធ្វើហើយដូចរឿងខ្ញុំធ្វើរឿង research នៅស្រុកខ្មែរថាតើថៃបានគ្រូមិនធ្វើ research ឬក៏ធ្វើ research នៅស្រុកគេលែងធ្វើអានឹង30ឆ្នាំមុនហើយព្រោះរឿងហ្នឹងគេធ្វើ30ឆ្នាំមុនគេសិក្សាមើលថាថៃបានគ្រូនៅស្រុកគេនឹងធ្វើឬក៏មិនធ្វើ research អញ្ចឹងណាខ្មែរយើងទៅចាប់ដើមហ្នឹងអញ្ចឹងណាអញ្ចឹងរឿងហ្នឹងនៅស្រុកគេធ្វើឆ្អែតគេលែងមានបញ្ហាហើយបានថាមិនមែនជាបញ្ហា research problem gap ទេតែ gap នៅខ្មែរដោយសារគេនៅខ្មែរអត់ទាន់មានអ្នកសិក្សាពីរឿងហ្នឹងពេលខ្លះទៀតនៅខ្មែរក៏មានអ្នកសិក្សាដែរមិនមែនអត់សោះទេពេលខ្លះយើងអះអាងថាអត់មានអ្នកសិក្សារឿងហ្នឹងទេអះអាងគឺខុសដោយសារអីយើងអានអត់អស់គេសិក្សាមានដែរប៉ុន្តែយើងទៅថាអត់មានអញ្ចឹងមានពីរអាមួយអត់មានមែនយើងរកអស់ចិត្តទេអត់មានមែនអាហ្នឹងយើងអះអាងបានថាអត់មានអ្នកសិក្សាមួយទៀតយើងរកទៅឃើញមានអ្នកសិក្សាក្បាច់បានហ្នឹងដែរវាថាអ្នកនេះអ្នកនោះគេសិក្សារឿងហ្នឹងដែរយើងក៏ចង់សិក្សារឿងហ្នឹងដែរយើងសិក្សាបានគ្រាន់ថាអាគេសិក្សាហើយកុំទៅសិក្សាទៀតយើងមកសិក្សាមួយទៀតនេះឧទាហរណ៍4មានដៃ5អញ្ចឹងគេសិក្សាកូនដៃនាងដៃកណ្ដាស់ដៃយើងច្អល់ដៃមិនទាន់មានអ្នកសិក្សាយើងទៅសិក្សាច្អល់ដៃទៅអញ្ចឹងណាក្បែរគេនឹងទៅប្រធានបទដូចគ្នាគ្រាន់តែ problem ឬក៏ចំណុចយើងចូលមកផ្ដោតនោះវាខុសគ្នាខុសបន្តិចក៏ខុសដែរក៏คล้ายជាប្រធានបទថ្មីមួយទៀតដែរអញ្ចឹងណាបញ្ហាហើយបើយើងចាប់ដើមដំណាក់កាលទី3បង្ហាញពីគោលបំណងឬក៏ research question អញ្ចឹងយើងថាបញ្ហាហ្នឹងយើងការងាររបស់យើងគឺការសិក្សាដើម្បីដោះស្រាយបញ្ហាហ្នឹងអីចឹងទៅហើយផ្ដល់ជា question ហ្នឹងទៅគ្រាន់តែ research question ហ្នឹងពេលខ្លះមិនបាច់មានក៏បានដែរនៅក្នុង introduction ណាពេលខ្លះនៅក្នុងហ្នឹងពេលខ្លះយកដាក់ក្នុង literature review វាអត់ទៀងទេវាម្ដងចេះម្ដងចោះបើខ្ញុំសរសេរអត្ថបទមកពេលខ្លះនៅក្នុង introduction មាន research question ទៅពេលខ្លះទៀតទុក question នៅក្នុង literature review ចុងបញ្ចប់នៃ literature review អញ្ចឹងណាយើងអត់អីគាត់ខ្ញុំ note ឲ្យដឹងកុំឲ្យចង់ថាយើងត្រូវ flexible ក្នុងការសរសេរមិនដឹងថានៅតែនឹងរហូតទេណាខុសពីនឹងខុសអត់ទេអ្នកឯងចង់ទៅអញ្ចឹងក៏ត្រូវអ្នកឯងចង់ទៅធ្វើអញ្ចឹងក៏ត្រូវតើសំខាន់អ្នកឯងមាន4នឹងអត់នេះ4នឹងតែមិនមែនថាអូដល់ background ដាក់ខាងក្រោម
research problem ដាក់ខាងលើក៏អត់ត្រូវដែរវាតាម flow វាអញ្ចឹងណាគ្រាន់តែquestion នេះអាចនៅទៅនឹងក៏បានអាចនៅក្រោមទៀតក៏បានហើយចុងក្រោយគេតើបើធ្វើនឹងទៅវាបានប្រយោជន៍អីហើយនៅក្នុងអត្ថបទទាំងមូលហ្នឹងយើងនិយាយពីអីអញ្ចឹងឲ្យបាន4នឹងមកគឺ introduction ហ្នឹងគឺចប់ហើយ4ហ្នឹងខ្ញុំបកមកខ្ញុំយកនេះមកនិយាយដោយសារនេះវាជា model ទូទៅដែលមានការសិក្សាគេសិក្សាមកហើយគេយកនឹងមកធ្វើតាមគ្រប់គ្នាអញ្ចឹងណាមានលោកមួយគាត់សិក្សារឿងហ្នឹងគាត់ទៅមើលអត្ថបទទាំងអរាប់ពាន់អត្ថបទអញ្ចឹងហើយចុងក្រោយគាត់បង្កើតបាន model 3ហ្នឹងមួយដែលមាន3ដំណាក់កាលហ្នឹងអញ្ចឹងខ្ញុំសង្ខេបមកវិញគឺបើយើងចាំអានេះក៏ល្អដែរបើអត់ចាំក៏អត់ចាំដែរ establishing a territory យើងគាត់ដឹងថាដំណាក់កាលទី1យើងត្រូវព្យាយាមបង្ហាញថាប្រធានបទនោះសំខាន់ហើយផ្ដល់ពី research ខ្លះពីប្រធានបទហ្នឹងខ្លីៗមកថាតើវាស្ថានភាពបច្ចុប្បន្នយ៉ាងម៉េចទៅហើយដំណាក់កាលទី2យើងរកមើលចន្លោះប្រហោងរកមើលបញ្ហារកមើលអីនៅក្នុងប្រធានបទហ្នឹងលើកជាសំណួរក៏បានអត់ក៏បានសំខាន់រកបញ្ហាឲ្យឃើញហើយទី3introduce the aim question នេះនិយាយពីគោលបំណងនៃការសិក្សាហើយបង្ហាញថាការសិក្សាហ្នឹងនៅក្នុងអត្ថបទទាំងមូលហ្នឹងមានអីខ្លះអញ្ចឹង3ហ្នឹងបានចប់អានេះខ្ញុំគិតថាมันសំខាន់ទេគាត់ថាវាមានរបៀបសរសេរគេថាធ្វើម៉េចឲ្យ introduction យើងចាប់អារម្មណ៍គេថាដើម្បីឲ្យចាប់អារម្មណ៍គឺទី1យើងត្រូវអាចនិយាយទូទៅមក general statement ហើយពេលខ្លះទៅយើងនិយាយពី statistic ហើយពេលខ្លះយើងចេញជាកៅ definition យមន័យល្អជាងគេអានេះដោយសារ statistic វាធ្វើឲ្យមនុស្សចាប់អារម្មណ៍ដោយថាយើងឧទាហរណ៍និយាយពីបញ្ហា PhD នៅកម្ពុជាយើងថាឧទាហរណ៍ថានៅកម្ពុជាអ្នករៀន PhD ក្នុងចំណោមសិស្សទាំងអស់អ្នករៀន PhD មានតែ 10% ទេដែលរៀន PhD អញ្ចឹងតិចទេ 100% មានតែ10អញ្ចឹងវាតិចអញ្ចឹងវាបង្ហាញថាអ្នករៀនដល់កម្រិតខ្ពស់គឺតិចមែនទែននៅស្រុកយើងពីធៀបនៅថៃពីធៀបនៅអាមេរិកឧទាហរណ៍ណាគេមាន50% ឬក៏40% កម្រិតអ្នករៀន PhD ឧទាហរណ៍ថាអ្នករៀន PhD នៅស្រុកខ្មែរមានចំនួនប្រហែល 1000 នាក់ក្នុងមួយឆ្នាំបើនៅអាមេរិកសាលាមួយគេមានសិស្ស PhD 1000 នាក់ឧទាហរណ៍អញ្ចឹងបានថាប្រទេសយើងមួយស្មើនឹងសាលាគេមួយអញ្ចឹងវាធ្វើឲ្យ statistic មកយើងបង្ហាញវាធ្វើឲ្យគេចាប់អារម្មណ៍ហ្មងថាចុំតិចម៉េះព្រោះមកប្រទេសស្មើគេមួយសាលាឧទាហរណ៍ណាប៉ុណ្ណឹងគឺយើងអាចយកមកបង្ហាញនៅក្នុង introduction យើងបានវាធ្វើឲ្យ introduction ចាប់អារម្មណ៍អញ្ចឹងទៅអានេះតែខ្ញុំអត់នេះគាត់របៀបសរសេរបន្តទៀតខ្ញុំអត់ទេមាន model មួយទៀតខ្ញុំបានអានអត្ថបទមួយសភៅមួយគេបង្ហាញ model គេប៉ុន្តែដូចតែគ្នានោះទេ model ហ្នឹងគាត់គេចេញជាប្រយោគហ្មងគេដាក់ថាអត្ថបទមួយត្រូវមាន10ប្រយោគអីចឹងទៅឧទាហរណ៍ណាទី1បង្ហាញពីសារៈសំខាន់នៃអត្ថបទហ្នឹងនៃប្រធានបទហ្នឹងហើយទី2បង្ហាញ background ខ្លះពាក់ព័ន្ធនឹងប្រធានបទហ្នឹងហើយពេលហ្នឹងយើងត្រូវប្រើ citation ប្រើអីខ្លះដើម្បីគាំទ្រការអាងរបស់យើងអញ្ចឹងទៅគេណា3ហ្នឹងស្មើនឹងទី1ស្មើនឹងestablishing a territory move 1បង្ហាញពីbackground ទូទៅដល់ពេលទី2លើកពីបញ្ហាទូទៅហើយបញ្ហាជាក់លាក់បញ្ហាបច្ចុប្បន្នចឹងអាពីរនោះបញ្ហាហើយភាគច្រើនគេចង់ឲ្យយើង refer to other study យើងលើកបញ្ហាមិនមែនចេះតែលើកមកអត់មានការគាំទ្រពីការសិក្សាពីមុនទេគេព្យាយាមធ្វើម៉េចមានការសិក្សាណាផ្សេងយកមកគាំទ្រអ្វីដែលយើងលើកអាណានាងរបស់យើងនេះអញ្ចឹងណាព្រោះយើងទៅ research paper មិនមែនអត្ថបទតែទស្សនៈទេ opinion article ទេគឺ research article អញ្ចឹង research article គ្រប់រឿងទាំងអស់យើងថានឹងសំខាន់ក៏ត្រូវមានការគាំទ្រយើងថានឹងជាបញ្ហាក៏ត្រូវមានឯកសារគាំទ្រអីទាំងអស់អញ្ចឹងណាហើយបន្តមកទៀតsearch study in this area problem gap អីចឹងទៅ present study អានេះ
ចូលដំណាក់កាលទី3គឺបង្ហាញពីគោលបំណងពេលខ្លះគេបង្ហាញពី method ឬក៏បង្ហាញពីលទ្ធផលដែលរកឃើញនៅក្នុង introduction ហ្នឹងអញ្ចឹងជារួមទៅទោះបីជាមើលទៅញ៉ៃយ៉ាងไรតែមាន13គឺបង្ហាញពីសាវតាលើកពីបញ្ហាហើយដល់គោលបំណងឬក៏និយាយពីគេហៅថាតែគេ finding លទ្ធផលស្រាវជ្រាវខ្លះនេះ3នេះអានេះឧទាហរណ៍ឲ្យមើលទេក្នុង introduction យើងធ្វើម៉េច move from general to specific ឧទាហរណ៍យើង topic យើង climate change អញ្ចឹងយើងទាញមកក្រុមថាមានឥទ្ធិពលទៅលើសីតុណ្ហភាពហើយនឹងរបៀបដែលជាជនយើងធ្វើឲ្យមួយទៅអញ្ចឹងយើង general narrow to specific ហើយ to more specific អញ្ចឹងដំណោះស្រាយមួយគឺត្រូវកាត់បន្ថយការប្រើ plastic single use plastic អីចឹងទៅចានេះគាត់បង្ហាញថាពេលយើងមូអានេះទី1នេះគឺយើងចាប់ដើមពី general to specific អញ្ចឹងនិយាយបរិបទពិភពលោកឬក៏បរិបទតំបន់ហើយបានចូលកម្ពុជាយើងលើកបញ្ហាមួយនៅកម្ពុជាហើយបានយើងលើកពីគោលបំណងនៃការសិក្សារបស់យើងគឺណាអញ្ចឹងវា flow ចេញពី general to specific ដែល flow ទាំង3ហ្នឹង flow ហ្នឹងគឺត្រូវដើរតាម1 ពី 3ហ្នឹងអានេះខ្ញុំ skip ទៅដោយសារវាមិនសំខាន់ទេគ្រាន់តែឧទាហរណ៍នៃអានេះទេក្នុង introduction មួយគេផ្សេងទូទៅអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំសូមសម្រាប់ប៉ុណ្្នឹងតិចដើម្បីលើកបងប្អូនយើងមានសំណួរអីអាចសួរឆ្លើយបានអញ្ចឹងណាហ្នឹងហើយចាំខ្ញុំចូលទៅមួយទៀតបានយើងមើលគំរូនៃការសរសេរអត្ថបទស្រាវជ្រាវទាំងមូលតែជារួមសូមធ្វើម៉េចឲ្យមាន3ដំណាក់កាលហ្នឹងអូខេអញ្ចឹងសូមប៉ុណ្្នឹងសិនហើយសូមបិទ screen sharing ហើយដើម្បីមានបងប្អូនយើងមានសំណួរអីអាចសួរបានបាទ